តើអ្វីទៅជាប្រេងម៉ាស៊ីនពាក់កណ្ដាលសំយោគប្រេងម៉ាស៊ីនពាក់កណ្ដាលសំយោគដែលត្រូវបានគេស្គាល់ថាជាប្រេងសំយោគសុទ្ធគឺជាប្រភេទប្រេងដែលបានលាយបញ្ចូលគ្នារវាងប្រេងម៉ាស៊ីនធម្មតានិងប្រេងម៉ាស៊ីនសំយោគសុទ្ធខាងក្រោមនេះជាលក្ខណៈពិសេសរបស់ប្រេងម៉ាស៊ីនពាក់កណ្ដាលសំយោគតុល្យភាពរវាងតម្លៃនិងគុណភាពគោលបំណងចម្បងនៃការផលិតប្រេងនេះគឺដើម្បីផ្ដល់នូវគុណភាពល្អប្រសើរជាងប្រេងម៉ាស៊ីនធម្មតាប៉ុន្តែមានតម្លៃសមរម្យជាងប្រេងសំយោគសុទ្ធនេះធ្វើឲ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់ជាច្រើនសមត្ថភាពដំណើរការប្រសើរជាងដោយសារតែការលាយបញ្ចូលគ្នានៃប្រេងសំយោគវារក្សាបាននូវលក្ខណៈពិសេសរបស់វានៅក្នុងសីតុណ្ហភាពខ្ពស់បានល្អជាងប្រេងម៉ាស៊ីនធម្មតាដែលជួយកាត់បន្ថយការបង្កើតកំណកកំបោរនិងផ្ដល់ការរអិលបានប្រសើរជាងអាចប្រើប្រាស់បានយូរជាងប្រេងពាក់កណ្ដាលសំយោគមានអាយុកាលប្រើប្រាស់បានយូរជាងប្រេងម៉ាស៊ីនធម្មតាវាអាចបដូរបានចន្លោះពី 8000 ទៅ 12000 គីឡូម៉ែត្រសរុបមកប្រេងម៉ាស៊ីនពាក់កណ្ដាលសំយោគជាជម្រើសដ៏ល្អសម្រាប់រថយន្តថ្មីៗដែលមិនតម្រូវឲ្យប្រើប្រាស់ប្រេងសំយោគសុទ្ធហើយក៏ជាជម្រើសមួយដ៏ល្អប្រសើរជាងប្រេងធម្មតាលោកអ្នកអាចអញ្ជើញមកទទួលសេវាកម្មប្រូប្រេងម៉ាស៊ីននៅគ្រប់សាខាទាំងអស់របស់ Namaste សូមអរគុណជួបគ្នានៅវីដេអូក្រោយទៀត